សួស្តីបងប្អូនទាំងអស់គ្នាចង់រកលុយពី YouTube ត្រូវអត់តែមិនដឹងថាចាប់ផ្ដើមពីចំណុចណាទៅចំណុចណាអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកចែករំលែកបងប្អូនទាំងអស់គ្នាអំពីការបង្កើតនៅ YouTube Channel ចាប់ពី A ទៅដល់ Z នៅក្នុងរយៈពេលត្រឹមតែ10នាទីតែប៉ុណ្ណោះអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់បង្កើតប្រាក់ចំណូលពី YouTube បងប្អូនអាចមើលវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បានអញ្ចឹងឥឡូវនេះកុំឲ្យខាតពេលយើងចូលទៅអនុវត្តនៅការបង្កើតនៅ YouTube ដើម្បីរកលុយទាំងអស់គ្នាកាលពីវគ្គមុនយើងបានបង្កើតនៅ Gmail ហើយអញ្ចឹងឥឡូវនេះយើងចូលមកអនុវត្តនៅការបង្កើត YouTube ទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នាសន្មតថាយើងមាន Gmail account ហើយបាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះយើងចូលមកបើកជ្រុំទាំងអស់គ្នាបាទបើកជ្រុំហើយបងប្អូនបើក tab ថ្មីដើម្បីគេហៅថា login នៅ account Gmail របស់យើងអូខេបងប្អូនឥឡូវយើងចូលមក sign in ទាំងអស់គ្នាកាលពីវគ្គមុនគឺយើងបានបង្កើតនៅ Gmail account ហើយអញ្ចឹងដូចប្រាប់បងប្អូនអញ្ចឹងថានៅក្នុងការធ្វើ YouTube គឺយើងត្រូវតែមាន Gmail account អញ្ចឹងឥឡូវយើងចូលមក login Gmail account របស់យើងចូលមកបាទបងប្អូននេះគឺ Gmail ដែលខ្ញុំបានបង្រៀនបងប្អូននៅវីដេអូទី1បាទបើសិនជាបងប្អូនអត់ទាន់បានមើលទេបងប្អូនអាចទៅមើលពីរបៀបបង្កើតនៅ Gmail account នៅវីដេអូទី1បានណាបងប្អូនអូខេអញ្ចឹងបន្តមកទៀតពីយើងវាយចូល email របស់យើងចូលហើយយើងចុចពាក្យថា next ខុសកន្លែងនេះអូខេសំទោសបងប្អូនទាំងគ្នាកន្លែងនេះគឺសុភ័ក្រណាសុភ័ក្រ.me បាទអូខេមកដល់កន្លែងនេះគឺយើងវាយ password យើងចូលមកបងប្អូនបាទចឹងខ្ញុំដាក់ password របស់ខ្ញុំចូលបើសិនជាបងប្អូនខ្លាចខុសអីបងប្អូនអាចចុចយកពាក្យ0នេះគឺនឹងបង្ហាញ password ណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបន្ទាប់ពីយើងដាក់ password ចូលហើយយើងចុចពាក្យថា next រងចាំតិចបងប្អូនទាំងអស់គ្នាបាទអូខេមកដល់កន្លែងនេះគឺយើងចូលមកដល់កន្លែង Gmail របស់យើងហើយយើងអូខេ ISM in មកបាទអញ្ចឹងយើងកន្លែងនេះអត់បញ្ហាទេយើងចូលពាក្យ Next ធម្មតាមកអញ្ចឹងមកដល់កន្លែងនេះគឺជំហានដែលយើងត្រូវបង្កើតនៅ YouTube Channel ណាបងប្អូនទាំងអស់គ្នាដើម្បីរកលុយអញ្ចឹងបងប្អូនវាយពាក្យថា YouTube មកបាទអូខេចឹងបងប្អូន Enter មកដល់កន្លែងនេះឃើញអញ្ចឹងបងប្អូនចុចនៅពាក្យថា YouTube នេះបាទអូខេយើង sign in ចូលមកបាទមកដល់កន្លែងនេះគឺយើងបើក YouTube ហើយបងប្អូនកុំមើលមកខាងស្ដាំនេះណាបងប្អូនទាំងអស់គ្នាមានពាក្យថា create បាទ create អញ្ចឹងបងប្អូនចុចលើGmail របស់យើងនេះក៏បានបងប្អូនចុចកន្លែងពាក្យ create នេះក៏បានណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចុចលើ channel របស់យើងនេះមកបាទហើយយើងយកពាក្យថាអញ្ចឹងបងប្អូនចុចនៅកន្លែង create channel កន្លែងនេះណាបងប្អូនបាទអូខេចុចលើនឹងមកបាទអញ្ចឹងមកដល់កន្លែងនេះគឺយើងត្រូវដាក់ឈ្មោះណាបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាចង់បង្កើតនៅ YouTube នឹងដាក់ឈ្មោះថាម៉េចបងប្អូនកន្លែងនេះត្រូវត្រៀមពីមុនណាឧទាហរណ៍ថាបងប្អូនចង់បង្កើតតាក់ទងទៅនឹងគេហៅថាផ្ទាល់ខ្លួនរបស់បងប្អូនអាចដាក់ឈ្មោះបងប្អូនបាទឬមួយក៏បងប្អូនចង់បង្កើតទៅជា channel មួយណាបងប្អូនអាចដាក់ឈ្មោះអញ្ចឹងមកណាបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះថា how to make money ខ្ញុំដាក់ឈ្មោះអញ្ចឹងកន្លែង handle នេះបងប្អូនទាំងអស់គ្នាអាចបដូរក៏បានដែរតែខ្ញុំយកទៅតាមការសាកចេះរបស់ YouTube ណាបាទបន្តមកទៀតបងប្អូនចុចពាក្យកន្លែង create នេះណាបងប្អូនបាទ create channel បាទអូខេយើងរងចាំបន្តិចបងប្អូនណាបាទអូខេវាមកដល់កន្លែងនេះហើយមានន័យថា channel របស់យើងបាន create ហើយណាបងប្អូនទាំងអស់គ្នាមើលកន្លែងក្រហមនេះ Your channel is being created check back in a few moment អញ្ចឹងយើងអាច channel របស់យើងគឺត្រូវបានបង្កើតហើយអញ្ចឹងយើងអាចចូលមកមើលបានអញ្ចឹងដើម្បីចូលមក channel របស់យើងបងប្អូននេះឃើញនៅខាងស្ដាំដៃនេះណាបងប្អូនទាំងអស់គ្នាបាទបងប្អូនចុចលើនឹងមកបងប្អូនបាទចូលមកពាក្យថា YouTube Studio បងប្អូនណាបាទអូខេចូលមកកន្លែង YouTube Studio នេះគឺបងប្អូនបាទនឹងឃើញមានពាក្យស្វាគមន៍ Welcome to YouTube Studio អញ្ចឹងYouTube Studio has personalized inside the latest new and insider tip
analyze and more ចឹងកន្លែងនេះយើងចុច continue មកបងប្អូនបាទចឹងនេះគឺជា channel ដែលយើងបានបង្កើតមិញណាបងប្អូននេះគឺការណែនាំរបស់ខាង YouTube បាទចឹងយើងអាចគេហៅថាសិក្សាជាបន្តបន្ទាប់ទៅតាមដំណាក់កាលមើលទៅតាមការណែនាំមួយៗចឹងណាបងប្អូនទាំងអស់គ្នាចឹងយើងបង្កើតបាន channel YouTube មួយហើយបាទមានឈ្មោះថា How to make money ចឹងក៏ប៉ុន្តែនៅក្នុង channel YouTube នេះគឺយើងមិនទាន់មានអីទេយើងមិនទាន់បានដាក់គេហៅថាយើងមិនទាន់បានដាក់ cover ក៏ដូចជា profile អីណាបងប្អូនអញ្ចឹងយើងចុចលើនេះមកបាទចុចលើនេះបងប្អូនទាំងអស់គ្នាចូលមកដល់កន្លែងនេះបងប្អូនអាចយកពាក្យ customize channel នេះបានណាបងប្អូនបាទ customize កន្លែងនេះគឺបងប្អូនចូលមកដល់កន្លែងដែលត្រូវគេហៅថាដាក់នៅ banner របស់បងប្អូនបាទទៅលើនេះ banner បងប្អូនហើយនេះគឺ profile picture បងប្អូនអាច upload ចូលបាននេះគឺឈ្មោះរបស់យើងហើយមកខាងក្រោមនេះបងប្អូនអាចរៀបរាប់ពីគោលបំណងនៅក្នុងការបង្កើត YouTube របស់បងប្អូនថាតើបងប្អូនទាំងអស់គ្នាបង្កើតនៅក្នុងគោលបំណងបែបណាណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងឧទាហរណ៍ថាដូចជាខ្ញុំចូលមក YouTube របស់ខ្ញុំមួយបាទយើងត្រឡប់ថយក្រោយតិចមកបាទចុចពាក្យថា home នេះបាទខ្ញុំ search ទៅ YouTube របស់ខ្ញុំបាទអូខេនេះគឺជា channel របស់ខ្ញុំអញ្ចឹងបងប្អូនឃើញហើយបាទបងប្អូនចុចខ្ញុំឧទាហរណ៍នៅក្នុងការដាក់នៅគេហៅថាprofile របស់បងប្អូនណាបាទអញ្ចឹងនេះគេហៅថា banner ខាងលើនេះណាបងប្អូនបាទហើយកន្លែងនេះគឺគេហៅថា profile របស់បងប្អូនណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងកន្លែងនេះគឺឧទាហរណ៍ថាខ្ញុំចូលមក YouTube នេះមកបាទចឹងបងប្អូនឃើញកន្លែងនេះណាដែលខ្ញុំសរសេរបាទគឺនេះកន្លែងបងប្អូនទាញមកខាងក្រោមកន្លែងនេះណាបាទកន្លែង description នេះណាអញ្ចឹងកន្លែងនេះដូចជា YouTube របស់ខ្ញុំបង្កើតនៅក្នុងការចែករំលែកការរកលុយក៏ដូចជាចំណេះដឹងផ្សេងៗអញ្ចឹងខ្ញុំដាក់ description របស់ខ្ញុំជម្រាបសួរបងប្អូនទាំងអស់គ្នាទីគោរពចឹងទៅណាសូមស្វាគមន៍មកកាន់ channel របស់ខ្ញុំបាទខ្ញុំបានបង្កើត channel នេះគឺដើម្បីចែករំលែកចំណេះដឹងផ្សេងៗការកំសាន្តក៏ដូចជាការរកលុយអនឡាញចឹងឧទាហរណ៍ថាបើសិនជាបងប្អូនបង្កើតនៅក្នុងគោលបំណងណាមួយបងប្អូនអាចដាក់នៅក្នុងគោលបំណងហ្នឹងមកណាបងប្អូនទាំងអស់គ្នាហើយនៅក្នុងវីដេអូនេះខ្ញុំចែករំលែកប៉ុណ្ណឹងនៅវគ្គបន្តទៅទៀតគឺយើងចូលមកការ design នៅគេហៅថា profile picture ក៏ដូចជា banner នេះសម្រាប់ upload ចូលទៅនៅក្នុង channel របស់យើងបាទនេះកន្លែងនេះណាបងប្អូនហើយនឹង profile នេះអូខេអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដាននៅវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងនៅវគ្គបន្ទាប់ខ្ញុំនឹងអញ្ចឹងយើងបង្កើត Gmail បានហើយឥឡូវយើងបង្កើត YouTube Channel ក៏បានដែរក៏ប៉ុន្តែយើងមិនទាន់អាចរកលុយបានទេយើងត្រូវទៅបំពេញនៅលក្ខខណ្ឌមួយចំនួនទៀតជាមួយនឹង YouTube ដូចជាដាក់ profile ក៏ដូចជាដាក់ banner របស់បងប្អូនហើយយើងចូលទៅ setting មួយចំនួនទៀតដែលយើងត្រូវតែបើកដើម្បីគេហៅថាឲ្យ YouTube ឲ្យយើងផុសវីដេអូបាននៅក្នុងនឹងអញ្ចឹងនៅវីដេអូបន្ទាប់ខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នាមួយចំណុចទៅមួយចំណុចរហូតដល់អាចរកលុយពី YouTube បានអរគុណបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនអាចបើសិនជាបងប្អូនមានចម្ងល់អីផ្សេងបងប្អូនអាច comment នៅខាងក្រោម join នៅក្នុង Telegram ក្រុមរបស់ខ្ញុំឬក៏ chat មកខ្លួនខ្ញុំផ្ទាល់បាទខ្ញុំរីករាយនឹងឆ្លើយទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចចុច subscribe ដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីជាបន្តទៀតអរគុណច្រើនបងប្អូនទាំងអស់គ្នា